ភាពចម្រុងចម្រាស់ពីពេញបណ្ដាញសង្គមថៃនារាត្រីថ្ងៃទី28 តុលាកំពុងមានភាពក្រឡាប់ចាក់ក្រោយបណ្ដាញសារព័ត៌មាន Thai Nation បានចេញផ្សាយអត្ថបទជុំវិញករណីដែលនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរៈគុលបានយល់ព្រមទទួលស្គាល់ថាប្រទេសថៃក៏បានរំលោភចូលដែនអធិបតេយ្យកម្ពុជាដូចគ្នាដែរក្រុមជ្រុលនិយមថៃមួយចំនួនធំបន្ទាប់ពីលេចលឺនៅព័ត៌មានខាងលើបានសម្ដែងការមិនពេញចិត្តផ្ទុះការវែកញែកពីពេញបណ្ដាញទំនាក់ទំនងគណៈនាយករដ្ឋមន្ត្រីថៃអះអាងតាមរយៈសន្និសីទកាសែតថាផ្នែកខាងកម្ពុជាដែលរំលោភចូលមកក្នុងទឹកដីថៃក៏មានហើយផ្នែកខាងថៃដែលរំលោភចូលក្នុងទឹកដីកម្ពុជាក៏មានដូចគ្នាលោកអនុទានឆាន់វីរៈគុលបានបញ្យល់ថាផ្នែកខ្លះវាគឺជាតំបន់ដែលមានចំនួនភាគីទាំងពីរបន្តការចរចាដើម្បីធ្វើឲ្យអ្វីៗកាន់តែច្បាស់លាស់គ្រប់សកម្មភាពត្រូវតែសមស្របតាមកិច្ចព្រមព្រៀងលើសពីនេះនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរៈគុលក៏បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចថបដីហ៊ុនម៉ាណែតថាប្រទេសថៃត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តដំណើរការនៅពេលដែលកម្ពុជាបំពេញលក្ខខណ្ឌទាំង4ដែលបានព្រមព្រៀងគ្នារួចរាល់ហើយប្រទេសថៃក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូនទាហានកម្ពុជាទាំង18នាក់ដែលត្រូវបានឃុំខ្លួនត្រឡប់មកវិញនៅពេលដែលយោធាបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ជាមួយនឹងការត្រួតពិនិត្យសុខភាពត្រូវបានធ្វើឡើងជាមុនដើម្បីធានានៅតម្លាភាពនិងការប្រព្រឹត្តដំណើរធម៌ស្រដៀងគ្នានេះតើតើនឹងរឿងទាហានកម្ពុជាទាំង18នាក់នៅថ្ងៃខែដដែលមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកបានទទូចចំនួន2ដងនៅលើបណ្ដាញទំនាក់ទំនង Reuters ឲ្យភាគីថៃដោះលែងឆ្លើយសកម្ពុជាទាំង18នាក់នោះភ្លាមៗទន្ទឹមនឹងនេះរដ្ឋមន្ត្រីការពារជាតិថៃឧត្តមសេនីយ៍ ណដ្ឋផុន ណផានីតបានថ្លែងអំពីវឌ្ឍនភាពនៃការដកអាវុធធុនធ្ងន់ចេញពីព្រំដែនថៃកម្ពុជាដែលកាត់សម្គាល់ថាដំណើរការនេះបានចាប់ផ្ដើមភ្លាមៗបន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីប្រកាសសន្តិភាពកាលពីល្ងាចថ្ងៃទី26 ខែតុលាក្រោមការបញ្ជារបស់នាយករដ្ឋមន្ត្រីប្រទេសទាំងពីរភាគីកម្ពុជាឯនេះវិញនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី27 ខែតុលាបានបញ្ជាក់ថាក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិកម្ពុជាបានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីចោះត្រួតពិនិត្យសភាវុធដែលបានត្រឡប់មកកាន់បន្ទាយហើយសកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់អំពីកាយវិការសុឆន្ទៈនិងការបញ្ជាក់ពីការតាំងចិត្តដ៏មុតមាំឥតងាករេរបស់កម្ពុជាក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់សន្តិភាពស្ថិរភាពនិងការធ្វើត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៅក្នុងពេលដ៏ខ្លីខាងមុខនៅលើមហាវិថីរាជដំណើរឧត្តមសេនីយ៍ឯកវិនថៃសុវរីអ្នកនាំពាក្យកងទ័ពភូមិន្ទថៃនៅថ្ងៃទី29 ខែតុលាបានថ្លែងអំពីចំណាប់អារម្មណ៍ផ្ទាល់ក្នុងការដោះលែងអ្នកទោសសង្គ្រាមរបស់កម្ពុជាទាំង18នាក់អ្នកនាំពាក្យខាងលើនេះបន្តថាចំពោះការសម្រេចចិត្តរបស់ប្រទេសថៃគឺស្របតាមច្បាប់អន្តរជាតិដែលបានគិតគូរអំពីលក្ខណៈនៃចំហអរិភាពដែលបានធ្វើឡើងពីមុនចំពោះដំណោះស្រាយងាយៗគ្រាន់តែប្រកាសចិត្តថាបានធ្វើវាដោយច្បាស់លាស់តាមរយៈការអនុវត្តកិច្ចព្រមព្រៀងសំខាន់ៗចំនួន4ចំណុចដែលបានធ្វើការព្រមព្រៀងគ្នាតាមរយៈប្រទេសទាំងពីរនេះតាមការចុះផ្សាយរបស់កាសែត Thai News Agency